ជាបឋមខ្ញុំបកណ្ណាខ្ញុំសូមក្រាបថ្វាយបង្គំចំពោះសាមណនិស្សិតគ្រប់ព្រះអង្គហើយសូមសួស្តីបងប្អូននិស្សិតជាទីរាប់អាននៅក្នុងវេលាគ្រានេះផងដែរយើងនឹងបន្តមេរៀនយើងបន្តទៀតនិយាយពីញាតិដែលយើងធ្លាប់សិក្សាពីឆ្នាំទី2មកហើយយើងគិតថាញាតិគឺជាលោហិតឈាមឬហៅថាដំណរឈាមតែនិយាយភាសាបាលីហៅថាលោហិតនោះហើយចំណែកញាតិនេះគឺលោកបែងចែកជា3ប្រភេទដូចជាញាតិលោហិតធម្មតានិងញាតិលោហិតដែលច្បាប់បានកំណត់និងញាតិពន្ធអ្វីទៅជាញាតិធម្មតាញាតិលោហិតធម្មតាហ្នឹងគឺជាទំនាក់ទំនងញាតិលោហិតផ្ទាល់និងទំនាក់ទំនងសាខាញាតិលោហិតឧទាហរណ៍ថាម្ដាយនិងកូនបង្កើតរវាងបងប្អូនបង្កើតឯញាតិលោហិតដែលច្បាប់បានកំណត់នោះគឺញាតិលោហិតដែលកំណត់ដោយច្បាប់ឲ្យមានទំនាក់ទំនងដូចជាញាតិលោហិតដែរឧទាហរណ៍ថាទំនាក់ទំនងកូនស្មុំនិងឪពុកម្ដាយចិញ្ចឹមទំនាក់ទំនងរវាងកូនស្មុំនិងកូនរបស់ឪពុកម្ដាយចិញ្ចឹមជាដើមចំណែកឯញាតិពន្ធវិញគឺជាទំនាក់ទំនងកើតឡើងដោយសារចំណងអាពាហ៍ពិពាហ៍ឧទាហរណ៍ញាតិខាងប្រពន្ធគឺជាញាតិពន្ធរបស់ប្តីចំណែកឯចំណុចទី2និយាយអំពីទំហំនៃញាតិដោយសារញាតិទាំងមូលវាមានលក្ខណៈទូលំទូលាយនិងមានទំហំធំធេងពេកដូច្នេះទើបក្រមរដ្ឋវិន័យបានកំណត់យកតែមួយផ្នែកនៃញាតិដែលមានទំនាក់ទំនងជិតស្និទ្ធប៉ុណ្ណោះតាមមាត្រា938នៃក្រមរដ្ឋវិន័យបុគ្គលដែលបានកំណត់ជាញាតិមានដូចជាញាតិលោហិត6ថ្នាក់ញាតិពន្ធហ្នឹងគឺមាន3ថ្នាក់ហើយនឹងសហព័ន្ធហើយនៅក្នុងនីតិវិធីគណនាថ្នាក់ញាតិវិញគឺការគណនាថ្នាក់ញាតិផ្ទាល់គណនាថ្នាក់សាខាញាតិជាដើមហើយការគណនាថ្នាក់ញាតិផ្ទាល់នេះគឺត្រូវកំណត់ដោយគណនាចំនួនដំណរពូជរវាងញាតិឯការគណនាថ្នាក់សាខាញាតិហ្នឹងគឺដើម្បីកំណត់ថ្នាក់ញាតិនៃសាខាញាតិត្រូវគណនាចំនួននៃដំណរពូជគិតចាប់ពីជននោះឬសហព័ន្ធរបស់ជននោះឯងឡើងទៅរហូតដល់បព្វញាតិដូចគ្នានិងចំនួននៃដំណរពូជគិតចាប់ពីបព្វជនរបស់ជននោះចុះរហូតមកដល់ជនម្នាក់ទៀតរីឯទំហំញាតិដោយយោងតាមមាត្រា